បាទប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកអ្នកនាងសាជាថ្មីម្ដងទៀតមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍នៅក្នុងវគ្គទី2នេះនៅក្នុងវគ្គទី2នេះខ្ញុំបាទសូមបន្តផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់ជាបន្តទៀតដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍សំវណ្ណថនអគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិនិងជាអគ្គលេខាធិការក្រសួងការពារជាតិនៅព្រឹកថ្ងៃច័ន្ទទី29ខែមិថុនាឆ្នាំ2026នេះមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាលនៃកងយុទ្ធពលខេមរភូមិន្ទបានរៀបចំពិធីបឋកថាលើប្រធានបទស្ដីពី111ចំណុចប្រសាសន៍របស់សម្ដេចតេជោឧទ្ទេសនាមដោយអាយុធម្មជាធិរិទ្ធនាយករងទី1ខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជូនដល់នាយទាហានរងពលទាហាននិងសិក្ខាកាមសិស្សនិស្សិតវគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាលចំនួនទី5ឆ្នាំ2024និងចំនួនទី6ឆ្នាំ2025សរុបចំនួន189នាក់ពិធីនេះបានរៀបចំធ្វើឡើងក្រោមសហអធិបតីភាពអាយុធម្មជាធិរិទ្ធនាយករងទី1ខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងអាយុធម្មឧត្តមស្នេហ៍ឯកមុំលីមឿនអគ្គលេខាធិការរងក្រសួងការពារជាតិជាកិច្ចស្វាគមន៍អាយុធម្មឧត្តមស្នេហ៍តូហ៊ីហ៊ីននាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាលនៃកងយុទ្ធពលខេមរភូមិន្ទបានថ្លែងបញ្ជាក់ឲ្យដឹងថាកម្មវិធីបឋកថានាពេលនេះមានគោលបំណងផ្សព្វផ្សាយនិងពង្រឹងការយល់ដឹងដល់នាយទាហានរងពលទាហានសិក្ខាកាមសិស្សនិស្សិតអំពីទស្សនវិស័យនៃការដឹកនាំការកសាងនិងការថែរក្សាសន្តិភាពការអភិវឌ្ឍនិងបទពិសោធន៍នៃការគ្រប់គ្រងរដ្ឋដើម្បីយកទៅអនុវត្តបំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពសិភៅ111ចំណុចប្រសាសន៍សម្ដេចតេជោគឺជាការប្រមូលផ្ដុំនៅទស្សនវិស័យគោលគំនិតបទពិសោធន៍និងអនុសាសន៍ដ៏មានតម្លៃដែលឆ្លុះបញ្ចាំងពីការដឹកនាំប្រទេសជាង4ទសវត្សរ៍កន្លងទៅនោះនៅខ្លឹមសារសំខាន់រួមមាននយោបាយសេដ្ឋកិច្ចវប្បធម៌អប់រំសង្គមនិងផ្នត់គំនិតដែលជាមូលដ្ឋានសម្រាប់កសាងប្រទេសជាតិការពារមាតុភូមិនិងការអភិវឌ្ឍជាតិនិងការលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋឧត្តមស្នេហ៍តូហ៊ីហ៊ីននាយកមជ្ឈមណ្ឌលក្នុងនាមជាយោធិននៃកងយុទ្ធពលខេមរភូមិន្ទក្នុងស្ថានភាពកងទ័ពថៃឈ្លានពានកម្ពុជាខ្ញុំសូមគាំទ្រអនុសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលនឹងជួយរាជរដ្ឋាភិបាលលើបញ្ហាផលិតនៅសម្ភារៈដទៃទៀតដែលតាក់ទងទៅនឹងវិស័យការពារជាតិនិងសន្តិសុខសូមគាំទ្រអនុសាសន៍សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលប្រកាន់ភ្ជាប់នៅការផ្សះផ្សាដោយបង្ខំគឺយន្តការផ្លូវច្បាប់ដោយសន្តិវិធីនៅក្រោមអនុសញ្ញា UNCLOS និងយន្តការដោះស្រាយគណៈកម្មការ JBC, GBC, OBC, AOT នៃព្រំដែនគោករវាងកម្ពុជាថៃក្នុងនោះដែរឧត្តមស្នេហ៍តូនាយកមជ្ឈមណ្ឌលក៏បានជម្រាបជូនអង្គពិធីអំពីស្ថានភាពនិងការវិវត្តនៃមជ្ឈមណ្ឌលការងាររដ្ឋបាលនៃកងយុទ្ធពលខេមរភូមិន្ទដោយសង្ខេបផងដែរនាឱកាសនោះអាយុធម្មជាធិរិទ្ធនាយករងទី1ខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថាសិភៅ111ចំណុចប្រសាសន៍ណែនាំសម្ដេចតេជោត្រូវបានរៀបចំចងក្រងឡើងដោយអាយុធម្មអៀងពិសីនាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដោយការប្រមូលនៅប្រសាសន៍របស់សម្ដេចតេជោដែលបានថ្លែងក្នុងកម្មវិធីជួបជុំមន្ត្រីរាជការសិស្សនិស្សិតប្រជាជនកម្មករនិងការសរសេរបង្ហោះលើផេកផ្លូវការដោយការប្រមូលផ្ដុំទៅតាមលំដាប់ចាប់ពីឆ្នាំ2015រហូតដល់ឆ្នាំ2023ហើយដើម្បីឲ្យអ្នកសិក្សាងាយស្រួលរកខ្លឹមសារនៃសិភៅ111ចំណុចប្រសាសន៍ណែនាំសម្ដេចតេជោគឺបែងចែកចេញជា5ផ្នែកទី1គឺមានខ្លឹមសារនយោបាយទី2ខ្លឹមសារសេដ្ឋកិច្ចទី3ខ្លឹមសារវប្បធម៌ទី4ខ្លឹមសារអប់រំនិងទី5ខ្លឹមសារផ្នត់គំនិតអាយុធម្មជាធិរិទ្ធបានបន្តថាការចងក្រងសិភៅនេះឡើងគឺក្នុងគោលបំណងផ្សព្វផ្សាយនិងរំលឹកបន្ថែមទៅលើប្រសាសន៍ណែនាំរបស់សម្ដេចតេជោទៅដល់មន្ត្រីរាជការសិស្សនិស្សិតនិងប្រជាជនទៅលើកាតព្វកិច្ចចំពោះខ្លួនឯងគ្រួសារនិងសង្គមជាតិឲ្យមានសេចក្តីម៉ត់ស្យាត់ម៉ឺងម៉ាត់ច្បាស់លាស់អាយុធម្មសង្ឃឹមថា
សិភ័យ111ចំណុចប្រសាសន៍ណែនាំសម្ដេចតេជោនឹងคล้ายជាផ្នែកមួយដែលនាំឲ្យមិត្តអ្នកអានរឹតតែបានដឹងច្បាស់អំពីគុណតម្លៃនិងការលះបង់ដ៏ធំធេងរបស់សម្ដេចតេជោនៅក្នុងកិច្ចការដើម្បីប្រទេសជាតិមាតុភូមិពិសេសគឺបានចារឹកទុកអំពីប្រសាសន៍ណែនាំទាំង111ចំណុចនេះឲ្យបានវែងឆ្ងាយទៀតនៅក្នុងប្រវត្តិសាស្ត្រនៃជនជាតិខ្មែរនៅក្នុងឱកាសនោះដែរអាយដាមជាធិរិទ្ធក៏បានមានប្រសាសន៍លើកឡើងអំពីប្រវត្តិតស៊ូលះបង់យកជីវិតធ្វើជាដើមទុនដើម្បីសង្គ្រោះប្រទេសជាតិនិងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ដោយផ្ដើមចេញពីថ្ងៃទី20ខែមិថុនាឆ្នាំ1977រណសេរីសង្គ្រោះជាតិពីធ្នូ1978ថ្ងៃជ័យជំនះ7មករា1979រហូតដល់ដាក់ចេញគោលនយោបាយឈ្នះឈ្នះនៅថ្ងៃទី28ខែធ្នូឆ្នាំ1998អាយុរ៉ាំបន្តទៀតថាការតស៊ូលះបង់ដ៏ធំធេងរបស់សម្ដេចតេជោហ៊ុនសែនគឺយកជីវិតធ្វើជាដើមទុនតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនិងការលះបង់កម្លាំងកាយចិត្តជាងពាក់កណ្ដាលជីវិតក្នុងគោលដៅស្វែងរកសន្តិភាពបង្រួបបង្រួមជាតិនិងអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនដល់សពថ្ងៃនេះ